Hello សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរគឺខ្ញុំមកចែករំលែកទិញទួញតាក់ទងនឹងការសាក់ចឹងណាបងប្អូនហ្នឹងហើយឲ្យបងប្អូនដៃថ្មីដែលគាត់បានដឹងទាំងអស់គ្នាបងប្អូនហ្នឹងហើយសម្រាប់ដៃចាស់ក៏គាត់យល់ហើយបងប្អូនហ្នឹងហើយសម្រាប់ការសាក់បងប្អូនហ្នឹងហើយនេះឧទាហរណ៍ថារូបនេះមួយបងប្អូនខ្ញុំបញ្យល់ឲ្យងាយយល់បងប្អូនហ្នឹងអត់មាននិយាយភាសាបច្ចេកទេសស្អីញ៉ៃទេបងប្អូននិយាយភាសាបែបងាយយល់បងប្អូនឧទាហរណ៍ថារូបសាក់បងប្អូនឃើញអ្នកខ្លះគឺគាត់ចាក់នេះកន្លែងធ្នេហ្នឹងបងប្អូនកន្លែងធ្នេហ្នឹងគឺគាត់ចាក់ឲ្យដល់រូបនេះកន្លែងផាត់ស៊ុំហ្នឹងបងប្អូនគាត់ចាក់ឲ្យកឹបរូបនេះទាំងលើទាំងក្រោមឃើញគេទុកចំហបងប្អូនត្រង់ចំណុចមួយហ្នឹងមានការងារខ្លះគឺគេសាក់ឲ្យកឹបនឹងរូបនេះបដ ாய் ការងារខ្លះហ្នឹងគឺគេបែរសាក់ឲ្យកឹបទេបងប្អូនគេទុកដកឃ្លាអញ្ចឹងណាបងប្អូននេះដូចខ្ញុំឃើញដូចជាក់ស្ដែងអញ្ចឹងណាគេទុកឲ្យដកឃ្លាអញ្ចឹងដោយសារថារូបហ្នឹងគឺជារូបសខ្មៅបងប្អូនបើសិនជារូបហ្នឹងរូប color យើងអាចសាក់ឲ្យកឹបបានបងប្អូននេះកឹបធ្នេហ្នឹងបងប្អូននេះធ្នេហ្នឹងយើងអាចសាក់ឲ្យកឹបបានណាបើសិនជារូបហ្នឹងគឺជារូបបែបcolor ហ្នឹងហើយបងប្អូនដោយសាររូបនេះគឺរូបសខ្មៅអញ្ចឹងទៅយើងត្រូវសាក់ដកឃ្លាមូលហេតុដែលសាក់ដកឃ្លាហ្នឹងគឺងាយទេបងប្អូនហ្នឹងហើយកាលណាគឺយើងសាក់កឹបណាហ្នឹងកឹបនឹងខ្លួននៀកហ្នឹងដល់ពេលអានៀកហ្នឹងក៏ខ្មៅអាស៊ុំនេះក៏ខ្មៅអញ្ចឹងទៅគឺយើងចែកអត់ដាច់ទេមួយណានៀកមួយណាស៊ុំអញ្ចឹងណាបងប្អូនចឹងទៅយើងត្រូវសាក់ដកឃ្លាដូចគេអញ្ចឹងណាបងប្អូនដើម្បីចែកឲ្យងាយចែកនឹងងាយយល់ថាមួយណានៀកមួយណាស៊ុំហ្នឹងហើយបងប្អូនអូខេឥឡូវចំណុចមួយហ្នឹងតាមតន់ណាឥឡូវនេះគឺខ្ញុំមកបង្ហាញចំណុចមួយទៀតអូដូចជាកន្លែងនេះអានេះពពកអានេះខ្មៅកន្លែងហ្នឹងបើអ្នកខ្លះគាត់អត់សូវយល់ទេបងប្អូនអ្នកខ្លះគាត់ផាត់កន្លែងនេះខ្មៅនេះបងប្អូនកន្លែងនេះយ៉ាងស្លេកចឹងទៅកន្លែងហ្នឹងអត់ត្រូវទេចំណុចត្រង់ហ្នឹងបងប្អូនត្រង់នេះគ្នាកន្លែងហ្នឹងដោយសារវាខ្មៅអញ្ចឹងមានន័យថាអាខ្មៅហ្នឹងគឺវានៅពីក្រោមបងប្អូនណាខ្ញុំនិយាយងាយណាឆាប់យល់ហ្នឹងហើយដោយសារអាខ្មៅហ្នឹងនៅពីក្រោមដល់ពេលអាខ្មៅនៅពីក្រោមពពកនេះនៅពីលើអញ្ចឹងតើអាពពកនេះវាត្រូវភ្លឺបងប្អូននេះវាត្រូវដល់ស្លេកសម្រាប់ពពកហ្នឹងគេហៅពពកកងបងប្អូនអាហ្នឹងវាត្រូវដល់ស្លេកហើយនេះវានៅពីក្រោមដល់ពេលវាជ្រៅកាលណាវាជ្រៅវាបាំងអានេះវាបាំងអានេះហ្នឹងបាំងអាពពកស្លេកហ្នឹងវាធ្វើឲ្យអាពពកខ្មៅហ្នឹងវាកាន់តែល្ងឹតអញ្ចឹងទៅយើងមើលទៅរូបហ្នឹងវាកាន់តែលក្ខណៈថាវារស់កាន់តែរស់រវើកហ្នឹងហើយបងប្អូនដូចត្រង់នេះដូចគ្នាបងប្អូននេះត្រង់នេះបងប្អូនឃើញពណ៌វាចលាគ្នាអត់មិនពណ៌ដូចគ្នាណាអានេះវាបដិញពីខ្មៅប្រផេះមកបន្ទាប់មកយើងដេញមកប្រផេះទៅបងប្អូនដោយសារថាក្បាលនៀកនៅពីលើមកអានេះវាមិននៅពីក្រោមក្បាលនៀកអញ្ចឹងទៅវាត្រូវតែរងនៅម្លប់វារងនៅម្លប់ក្បាលនៀកបន្តិចធ្វើឲ្យវារៀងងឹតតិចបន្ទាប់មកវាដេញមកយើងដេញមកប្រផេះអញ្ចឹងណាបងប្អូនហ្នឹងហើយដេញមកប្រផេះតបមកកន្លែងនេះគឺពពកមួយនេះវានៅពីក្រោមអាពពកនេះទៀតបងប្អូននេះអានេះវាត្រូវស្លេកអានេះវាងងឹតតិចមកតបមកបានគេដេញប្រផេះមកមុខទៀតដោយសារតែពពកនេះវានៅពីក្រោមអានេះពេលយើងមើលនោះឃើញមកផ្នត់បងប្អូននេះមកផ្នត់ពីរផ្នត់3ផ្នត់យល់អត់បងប្អូនអានេះនៅពីលើតបមកអានេះនៅពីក្រោមទី2តបមកអានេះនៅពីក្រោមទី3ចឹងតើអានៅពីក្រោមទី3នេះវាត្រូវតែខ្មៅជាងអានេះទៀតបងប្អូនហ្នឹងហើយអូខេកន្លែងហ្នឹងយល់ហើយណាហ្នឹងហើយខ្ញុំបញ្យល់ងាយទៅឆាប់យល់ឥឡូវនេះយើងចូលមកដល់រូបនេះវិញបងប្អូនខ្ញុំបញ្យល់រូបនេះងាយទេដើម្បីឲ្យឆាប់យល់បងប្អូនណាហ្នឹងហើយដូចកន្លែងក្បាលនេះអញ្ចឹងកន្លែងនេះឃើញគេធ្វើខ្មៅបងប្អូនគេធ្វើខ្មៅអានេះក៏ហាងខ្មៅតិចមកហាងស្លេកតិចហ្នឹងណាគេធ្វើបែបនេះឧទាហរណ៍ថាគេយើងមើលទៅឲ្យកន្លែងក្បាលនេះវាមានផតបងប្អូនហ្នឹងហើយកន្លែងនេះវាផតមួយមកបន្ទាប់មកប៉ោងកន្លែងនេះប៉ោងកន្លែងនេះមកបន្ទាប់មកកន្លែងនេះផតមួយទៀតប៉ោងកន្លែងនេះអានេះកណ្ដាលក្បាលវានិយាយទៅមុនយើងសាក់យើងត្រូវមើលរូបឲ្យយល់សិនមិនយើងទៅសាក់បានហ្នឹងបងប្អូនហ្នឹងហើយបើយើងមើលរូបអត់តន់យល់ទេកុំតន់សាក់ហ្នឹងហើយអ្នកខ្លះអត់តន់យល់ពីរូបទេគាត់តែបិទធ្នេទៅសាក់យកបណ្ដោយដល់ពេលយើងបិទធ្នេឲ្យយើងសាក់ទៅសាក់ចុះសាក់ឡើងជន់ធ្នេគ្នាញ៉ៃងៀមងាមពេញហ្នឹងណាបងប្អូនចឹងទៅមុននឹងទៅសាក់រូបអីមួយក៏យើងមើលរូបយល់សិនចាំយើងទៅសាក់ណាហ្នឹងហើយអូខេឥឡូវនេះគឺអត់មានច្រើនទេមានតែប៉ុណ្្នឹងទេងាយឆាប់យល់ហ្នឹងហើយបងប្អូនតាមចេះអីអត់អីទេបងប្អូនអាចយល់បានហ្នឹងហើយអរគុណច្រើនហ្នឹងហើយសម្រាប់អ្នកដែលចង់បានវីដេអូថ្មីចែកម្លែកពីខ្ញុំបាទជួយ like ជួយ share ម្នាក់មួយបងប្អូនហ្នឹងហើយខ្ញុំនឹងធ្វើវីដេអូថ្មីចែកជូនបងប្អូនទស្សនាទាំងអស់គ្នាអូខេអរគុណច្រើនបាយបាយបងប្អូនអរគ្នា